បាទសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ព្រឺព្រួយយប់ងងឹតទាំងអស់គ្នាយប់នេះ Admin នឹងមកនិទានរឿងដែលមានចំណងជើងថាវិញ្ញាណជាប់ជំពាក់នៅក្នុងផ្ទះបុរាណរឿងវិញ្ញាណជាប់ជំពាក់នៅក្នុងផ្ទះបុរាណគឺជារឿងព្រេងនិទានមួយដែលស្ត្រីម្នាក់ជាម្ចាស់ផ្ទះបានធ្វើអតិឃាតខ្លួនឯងដោយចងកសម្រាប់ខ្លួននៅលើផ្ទះនោះគឺជាផ្ទះបុរាណមួយដែលទុកចោលនៅកណ្ដាលព្រៃរាប់រយឆ្នាំមកហើយអ្នកភូមិអ្នកស្រុកដែលដើរកាត់តាមនោះមិនហ៊ានមើលមិនហ៊ានចូលទៅក្នុងផ្ទះនឹងទេព្រោះអីផ្ទះនឹងគឺមានវិញ្ញាណដែលនៅសន្ធិដ្ឋនៅលើផ្ទះនឹងបើសិនជាមានអ្នកណាម្នាក់ដែលហ៊ានចូលទៅក្នុងផ្ទះនឹងទៅលេងផ្ទះនឹងឬក៏ទៅក្បែរផ្ទះនឹងគឺមិនអាចនឹងត្រឡប់មកផ្ទះវិញឡើយបើសិនជាត្រឡប់មកហើយគឺវិញ្ញាណនឹងមិនឲ្យយើងរួចខ្លួនបានទេព្រោះអីនៅក្នុងរឿងនឹងគេចង់បញ្ជាក់ថាបើសិនជាមានអ្នកណាម្នាក់ចូលទៅហើយគេនឹងយកជីវិតម្នាក់នោះដើម្បីតបស្នងតំផ្ទះនឹងជំនួសគេចឹងប្រិមិត្តអ្នកស្ដាប់រឿងនេះរន្ធត់ខ្លាំងជាងរឿងរដងព្រោះរឿងនេះមានវិញ្ញាណច្រើនហើយយើងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅទស្សនាស្ដាប់រឿងពេញទាំងអស់គ្នានៅកណ្ដាលព្រៃជ្រៅនៃជួរភ្នំដែលបិទបាំងដោយអប្សត្រចៀកមានផ្ទះឈើបុរាណមួយខ្នងសង់ខ្ពស់ផុតពីដីផ្ទះនេះមានអាយុកាលរាប់រយឆ្នាំមកហើយឈើរបស់វាប្រែជាពណ៌ខ្មៅស្រអាប់ហើយដំបូលប្រក់ក្បឿងស្លែចាប់ផ្ដើមកាន់ខ្មឹកអ្នកភូមិនៅក្បែរនោះតែងតែនិយាយតគ្នាថាបើព្រះអាទិត្យលិចបាត់កុំសូម្បីតែងាកមើលផ្ទះនោះព្រោះនៅពេលណាដែលយើងងាកមើលឬក៏យើងដើរចូលទៅក្នុងផ្ទះនឹងគឺធ្វើឲ្យវិញ្ញាណដែលនៅថែរក្សាផ្ទះនឹងតាមលួចបន្លាចយើងគ្រប់វិនាទីគេមិនឲ្យយើងរួចខ្លួនឡើយថ្ងៃមួយមានក្រុមយុវជន5នាក់ដែលចង់ដឹងចង់ឃើញចង់ឮបានសម្រេចចិត្តទៅបោះតង់នៅក្បែរផ្ទះនោះពេលដែលពួកគេឈានចូលដល់បរិវេណផ្ទះនោះខ្យល់ត្រជាក់ស្រេបមួយបានបោកបក់ប៉ះរាងកាយពួកគេភ្លាមទោះបីជាពេលនោះគ្មានខ្យល់បក់ក៏ដោយសំឡេងស្លឹកឈើស្ងួតដែលពួកគេជន់ហាក់ដូចជាសំឡេងធ្ងរចេញពីដើមឈើពេលយប់ឈានចូលមកដល់ភាពងងឹតបានគ្របដណ្ដប់ជុំវិញពួកគេបានបង្កាត់ភ្លើងភ្នក់ដើម្បីអាំងឲ្យកក់ក្ដៅប៉ុន្តែចម្លែកត្រង់ថាភ្លើងនោះហាក់ដូចជាមិនសូវមានពន្លឺសោះវាចេះតែចង់រលត់ម្នាក់ក្នុងចំណោមពួកគេឈ្មោះសុកបានឮសំឡេងក្រិកក្រកចេញពីលើផ្ទះបុរាណនោះពេលគាត់បញ្ចាំងពិលទៅលើបង្អួចផ្ទះដែលពីមុនបិទជិតបែរជាចំហចោលយ៉ាងយឺតមិនយូរប៉ុន្មានសំឡេងជើងដើរក៏ចាប់ផ្ដើមឮឡើងវាមិនមែនជាសំឡេងដើរធម្មតាទេវាជាសំឡេងដើរអូសជើងយឺតស៊ឺតនៅលើផ្ទះឈើនោះក្លិនស្អុយរលួយដូចជាសាកសពបានភាយមកតាមខ្យល់ធ្វើឲ្យគ្រប់គ្នាស្ទើរតែចង់ក្អួតដោយសារតែភាពភ័យខ្លាចខ្លាំងពេកពួកគេក៏សម្រេចចិត្តរត់ចូលទៅក្នុងផ្ទះនោះដើម្បីរកកន្លែងពូនព្រោះគិតថាមានសុវត្ថិភាពជាងនៅក្នុងព្រៃងងឹតប៉ុន្តែភ្លាមនោះទ្វារផ្ទះក៏រាំងបិទជិតពីក្រោយខ្នងពួកគេពន្លឺពិលរបស់ពួកគេចាប់ផ្ដើមឆាបឆេះរួចរលត់ទៅវិញនៅក្នុងភាពងងឹតស្លុបពួកគេឃើញស្រមោលខ្មៅខ្ពស់ស្រឡះមួយឈរនៅជ្រុងផ្ទះភ្នែករបស់វាមានពណ៌ក្រហមឆ្អៅដូចឈាមហើយវាបញ្ចេញសំឡេងសើចក្រលួចដែលគួរឲ្យរន្ធត់បំផុតវាគឺជាវិញ្ញាណម្ចាស់ផ្ទះ
ដែលស្លាប់ដោយក្តីចងអាឃាតកាលពីអតីតកាលវាមិនចង់ឲ្យអ្នកណាចេញពីផ្ទះនេះដោយមានជីវិតឡើយរាល់ពេលដែលពួកគេព្យាយាមរកផ្លូវចេញទ្វារនិងបង្អួចក៏ប្រែទៅជាជញ្ជាំងឈើជិតឈឹងសំឡេងយំខ្សឹបខ្សួលរបស់ស្ត្រីម្ចាស់ផ្ទះបានបន្លឺឡើងក្នុងត្រចៀកពួកគេម្នាក់ជួយខ្ញុំផងខ្ញុំត្រជាក់ណាស់កុំទៅចោលខ្ញុំអីពួកគេម្នាក់ចាប់ផ្ដើមឃើញរូបភាពលួងបន្លាចផ្សេងគ្នាអ្នកខ្លះឃើញសមាជិកក្នុងក្រុមប្រាយជាខ្មោចអ្នកខ្លះឃើញឈាមហូរចេញពីជញ្ជាំងពួកគេត្រូវប្រឈមមុខនឹងភាពភ័យខ្លាចបំផុតក្នុងជីវិតនៅពេលដែលពន្លឺព្រះអាទិត្យចាប់ផ្ដើមរះឡើងតិចពួកគេក៏ឃើញផ្លូវចេញដោយចៃដន្យពួកគេរត់យ៉ាងលឿនចេញពីព្រៃនោះដោយមិនងាកក្រោយប៉ុន្តែដែលរន្ធត់បំផុតនោះគឺនៅពេលពួកគេត្រឡប់ទៅក្រៅរាល់រូបភាពដែលពួកគេបានថតនៅយប់នោះសុទ្ធតែមានរូបស្រមោលស្ត្រីសក់វែងម្នាក់ឈរនៅពីក្រោយពួកគេគ្រប់សន្លឹកវិញ្ញាណនោះមិនបាននៅក្នុងផ្ទះបុរាណទៀតទេវាបាននៅជាប់ជំពាក់ទៅតាមពួកគេដល់ផ្ទះរៀងខ្លួនបាត់ទៅហើយបន្ទាប់ពីបានឃើញរូបថតដែលមានស្រមោលស្ត្រីលួងបន្លាចមកក្រុមយុវជនទាំង5នាក់មិនអាចបិទភ្នែកដេកបានឡើយម្នាក់មានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងតែសម្លឹងមកមើលពួកគេគ្រប់ទិសទីសំឡេងដើរនៅលើផ្ទះឈើពីមុនឥឡូវបានប្ដូរមកជាសំឡេងរបស់អ្វីមួយដែលកំពុងតោងឡើងមកពីក្រោមផ្ទះវិញខ្វាច់ហាក់ដូចជាក្រចកមុតស្រួចកំពុងតែអូសឈើពងតែអូសលើឈើសុកដែលជាអ្នកបញ្ចាំងពិលពីមុនបានសម្រេចចិត្តចេញទៅក្រៅដើម្បីរកមើលប្រភពសំឡេងប៉ុន្តែគ្រាន់តែគាត់ឈានជើងចេញផុតពីទ្វារភ្លាមសំឡេងសាច់គ្រលួចពីមុនក៏បន្លឺឡើងយ៉ាងខ្លាំងហាគាត់ក៏រត់ត្រឡប់មកវិញយ៉ាងលឿនស្លេកស្លាំងទាំងមុខទាំងមាត់គាត់បានប្រាប់មិត្តភក្តិថាគាត់បានឃើញស្ត្រីម្នាក់ឈរនៅក្រោមដើមឈើធំដោយមានសក់វែងគ្របដណ្ដប់ពេញមុខហើយភ្នែករបស់នាងក្រហមឆ្អៅដូចឈាមភាពភ័យខ្លាចបានធ្វើឲ្យពួកគេមិនគិតអ្វីបានឡើយពួកគេចាប់ផ្ដើមឆ្លោះប្រកែកគ្នាម្នាក់បន្ទោសគ្នាទៅវិញទៅមកនៅកណ្ដាលភាពវឹកវរនេះធារីដែលជាយុវតីម្នាក់គត់ក្នុងក្រុមបានបាត់ខ្លួនដោយស្ងាត់ពួកគេបានព្យាយាមស្វែងរកនាងគ្រប់ទីកន្លែងប៉ុន្តែមិនឃើញឡើយអ្វីដែលពួកគេរកឃើញគឺគ្រាន់តែជាកាបូបស្ពីរបស់នាងដែលមានស្នាមឈាមដាមលើនោះភាពអស់សង្ឃឹមបានចូលមកគ្របដណ្ដប់លើចិត្តពួកគេមានអារម្មណ៍ថាគ្មានសង្ឃឹមអ្វីនឹងអាចចេញពីទីបានឡើយសំឡេងយំខ្សឹបខ្សួលរបស់ស្ត្រីម្នាក់ក៏បន្លឺឡើងម្ដងទៀតប៉ុន្តែលើកនេះវាមិនមែនជាសំឡេងសុំជំនួយទេវាជាសំឡេងខ្សឹបខ្សួលដ៏គួរឲ្យខ្លាចពួកគេទាំងអស់គ្នានឹងត្រូវស្លាប់គ្មានអ្នកណាម្នាក់អាចចេញពីទីនេះបានឡើយនៅពេលដែលពន្លឺព្រះអាទិត្យចាប់ផ្ដើមរះឡើងតិចសារជាថ្មីម្ដងទៀតពួកគេក៏ឃើញផ្លូវចេញដោយចៃដន្យពួកគេរត់យ៉ាងលឿនចេញពីព្រៃនោះដោយមិនបានមើលក្រោយទេប៉ុន្តែនៅពេលដែលពួកគេត្រឡប់ទៅដល់ផ្ទះវិញពួកគេបានដឹងថានៅក្នុងរូបថតដែលមានស្រមោលស្ត្រីលួងបន្លាចនោះមិនមែនគ្រាន់តែជារូបភាពប៉ុណ្ណោះទេវាជាការព្រមានវិញ្ញាណដែលជាប់ជំពាក់នោះមិនមែនគ្រាន់តែតាមពួកគេមកដល់ផ្ទះប៉ុណ្ណោះទេវាបានចូលមកក្នុងខ្លួនរបស់ពួកគេម្នាក់បាត់ទៅហើយពួកគេ
ចាប់ផ្ដើមមានអារម្មណ៍ចម្លែកដូចជាមានអ្វីមួយកំពុងតែគ្រប់គ្រងរាងកាយពួកគេមិនអាចគេងលក់ពួកគេមិនអាចញ៉ាំបាយហើយពួកគេចេះតែឃើញរូបភាពលួបន្លាចផ្សេងគ្នាបណ្ដាសាផ្ទះបុរាណមិនអាចបំបែកបានឡើយវិញ្ញាណដែលជាប់ជំពាក់នោះនឹងទៅតាមបន្លាចលួពួកគេជានិច្ចរហូតដល់ថ្ងៃដែលពួកគេត្រូវស្លាប់ខណៈពេលដែលគ្រប់គ្នាប្រមូលផ្ដុំគ្នាពូននៅកណ្ដាលផ្ទះស្រាប់តែមានសំឡេងដុកបន្លឺឡើងពីក្រោមឈើក្តារដែលពួកគេកំពុងអង្គុយវាដូចជាមានមនុស្សកំពុងយកក្បាលបោកនឹងឈើក្តារពីខាងក្រោមមកលើភ្លាមនោះចន្លោះក្តារមួយបានបើកឡើងហើយដៃដល់ស្គាំងកំរើកស្បែកពណ៌ខ្មៅស្រអាប់ក៏ក្រឹកដោយក្រចកវែងបានលូកចេញមកចាប់ជើងរបស់ទាញយ៉ាងខ្លាំងសក់ស្រែកលេងចេញភ្នែករបស់គាត់បើកធំដោយភាពភ័យខ្លាចខណៈដែលខ្លួនរបស់គាត់ត្រូវបានទាញផ្ងាក្រោយមិត្តភក្តិឯទៀតព្យាយាមចាប់ដៃគាត់ទាញដណ្ដើមជាមួយវិញ្ញាណអសូរកាយនោះប៉ុន្តែមានកម្លាំងខ្លាំងអស្ចារ្យក្នុងពន្លឺពិលដែលហិចហើរពួកគេឃើញមុខរបស់វិញ្ញាណនោះលេចចេញតាមចន្លោះក្តារវាគ្មានភ្នែកទេវាមានតែរុនភ្នែកខ្មៅងងឹតពីប៉ុណ្ណោះដែលមានឈាមហូរចេញមកជានិច្ចបន្ទាប់ពីសក់ត្រូវបានទាញបាត់ទៅក្នុងភាពងងឹតសំឡេងស្រែករបស់គាត់ក៏ស្ងាត់បាត់ទៅជំនួសមកវិញដោយសំឡេងគំរាមដូចសត្វសាហាវកំពុងស៊ីចំណីសល់គ្នាត្រឹមតែ3នាក់ពួកគេម្នាក់លែងហ៊ានទុកចិត្តជញ្ជាំងឬក៏ក្តារផ្ទះទៀតហើយពួកគេឈួរទល់ខ្នងគ្នាដកដង្ហើមញាប់ស្ទើរថប់រំពេចនោះជញ្ជាំងផ្ទះបុរាណចាប់ផ្ដើមបញ្ចេញសំឡេងយំមិនមែនយំតែម្នាក់ទេគឺសំឡេងមនុស្សរាប់សិបនាក់យំច្របូកច្របល់គ្នាឈាមពណ៌ខ្មៅក្លិនស្អុយឆ្អាបខ្លាំងចាប់ផ្ដើមជ្រាបចេញតាមប្រេះជញ្ជាំងឈើវិញ្ញាណស្ត្រីម្នាក់ចាស់ផ្ទះដែលសក់វែងគ្របមុខបានលេចចេញមកម្ដងទៀតប៉ុន្តែលើកនេះនាងមិនមែនឈរស្ងៀមទេនាងកំពុងតែវារនៅលើបដានផ្ទះសក់របស់នាងធ្លាក់ចុះមកប៉ះនឹងស្មារបស់ពួកគេម្នាក់រឿងនេះធ្វើឲ្យក្រុមយុវជនទាំង5នាក់នឹងរន្ធត់ស្ទើរស្លាប់ទាំងដែលយុវជនទាំង5នាក់នឹងបានទៅលេងតែអកុសលជួបជាមួយនឹងវិញ្ញាណដែលកំពុងតែស្ថិតក្នុងផ្ទះនឹងនៅក្នុងបន្ទប់ដេកចាស់មួយក្បែរនោះមានពន្លឺទៀនពណ៌បៃតងឆេះឡើងដោយខ្លួនឯងពួកគេបានឃើញរូបថតចាស់មួយសន្លឹកដាក់លើធ្នើក្នុងរូបថតនោះគឺជារូបភាពគ្រួសារដែលត្រូវបានគេឆ្កឹះឆ្កៀលភ្នែកចេញទាំងអស់នៅក្បែរនោះមានសម្បត្តិមួយច្បាប់សរសេរដោយឈាមថាអ្នកដែលឈានជើងចូលទីនេះត្រូវតែបដូរជីវិតដើម្បីបន្តដង្ហើមឲ្យម្ចាស់ផ្ទះយប់នោះកាន់តែជ្រៅពិភពលោកខាងក្រៅហាក់ដូចជាលែងមានគ្មានសំឡេងសត្វគ្មានសំឡេងខ្យល់មានតែសំឡេងដង្ហើមហត់នឿយនិងសម្រែកលើពួកគេដឹងខ្លួនថាវិញ្ញាណនេះមិនមែនចង់សម្លាប់ពួកគេភ្លាមទេប៉ុន្តែចង់ឲ្យពួកគេឈួតចង់ឲ្យពួកគេឡប់ដោយសារភាពភ័យខ្លាចជាមុនសិនចឹងហើយយុវជនទាំង5នាក់នោះបានធ្វើឲ្យគាត់មានវិបត្តិវិបដិសារីធ្វើឲ្យគាត់ដឹងខ្លួនថាវិញ្ញាណនោះកំពុងតែលួចបន្លាចគាត់ធ្វើឲ្យគាត់បាត់បង់ស្មារតីคล้ายជាមនុស្សឈួតអស់ទៅហើយទោះបីជាមេឃជិតភ្លឺប៉ុន្តែអាប់ពណ៌ខ្មៅនៅតែគ្របដណ្ដប់ផ្ទះនោះជិតដដែលពួកគេ
ដែលនៅសេសសល់បានសម្រេចចិត្តលោតចេញតាមបង្អួចរត់កាត់ព្រៃទាំងជើងទួទេបន្លាព្រៃបានមុតសាច់ឈាមហូរតាមផ្លូវប៉ុន្តែពួកគេមិនខ្វល់ឡើយរហូតដល់ពួកគេចេញផុតដល់ផ្លូវធំពួកគេបានជួបនឹងតាចាស់ម្នាក់គាត់សម្លឹងមើលពួកគេដោយខ្សែភ្នែកអាណិតរួចនិយាយយ៉ាងយឺតថាកូនអើយវិញ្ញាណនោះវាមិនដែលលែងអ្នកណាទេបើទោះជាកូនរត់ទៅដល់ទីណាក៏ដោយក៏ស្រមោលរបស់វាឈរនៅពីក្រោយខ្លួនកូនជានិច្ចគ្រាន់តែគាត់និយាយចប់ពួកគេទាំង3នាក់ក៏ងាកមើលក្រោយនៅលើដីស្រមោលរបស់ពួកគេម្នាក់បែរជាមានក្បាល2ហើយដៃស្រមោលនោះកំពុងតែលូបមកខ្ទប់មាត់ពួកគេយ៉ាងណែននៅកណ្ដាលផ្ទះបុរាណដែលពីមុនជាកន្លែងពូនឥឡូវនេះវាបានប្រែជាកន្លែងនៃពិធីការគួរឲ្យខ្លាចបំផុតវិញ្ញាណស្ត្រីម្ចាស់ផ្ទះដែលសក់វែងគ្របមុខបានលេចចេញសារជាថ្មីម្ដងទៀតប៉ុនលើកនេះនាងមិនមែនឈរនៅស្ងៀមទៀតទេនាងបានវាតាមជញ្ជាំងនាងបានលួបន្លាចលួធ្វើឲ្យយុវជនទាំង3នាក់នោះព្រឺព្រួចញាប់ញ័រខ្លាំងបំផុតរំពេចនោះទៀនពណ៌បៃតងដែលឆេះដោយខ្លួនឯងស្រាប់តែប្រែជាពណ៌ក្រហមឆ្អៅវិញ្ញាណបានចាប់ផ្ដើមច្រៀងចម្រៀងមួយបទជាភាសាដែលពួកគេមិនយល់ប៉ុន្តែវាមានសំឡេងគួរឲ្យព្រឺព្រួចបំផុតឈាមដែលជ្រាបចេញពីជញ្ជាំងចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅកណ្ដាលផ្ទះបង្កើតជារូបភាពបិសាចដ៏ធំមួយពួកគេដែលនៅសេសសល់ទាំង3នាក់ព្យាយាមរត់ចេញពីផ្ទះប៉ុន្តែទ្វារនិងបង្អួចប្រែជាបិទជិតសូន្យឈឹងធ្វើឲ្យបុគ្គលទាំង3នាក់នោះមិនអាចរកផ្លូវចេញពីផ្ទះឃើញសំឡេងយំខ្សឹបខ្សួលរបស់ស្ត្រីម្ចាស់ផ្ទះបានបន្លឺឡើងក្នុងត្រចៀកពួកគេម្ដងទៀតប៉ុន្តែលើកនេះមិនមែនជាសំឡេងសុំជំនួយទេវាជាសំឡេងយំវាជាសំឡេងគួរឲ្យខ្លាចវាជាសំឡេងមួយដែលរន្ធត់បំផុតពួកគេទាំងអស់គ្នានឹងត្រូវស្លាប់គ្មានអ្នកណាម្នាក់អាចចេញពីទីនេះបានឡើយស្រមោលខ្មៅខ្ពស់ស្រឡះលេចចេញមកម្ដងទៀតប៉ុនលើកនេះមិនមែនជាស្រមោលធម្មតាទេវាជាវិញ្ញាណដែលចូលមកក្នុងខ្លួនរបស់យើងរបស់ពួកគេម្នាក់ពួកគេចាប់ផ្ដើមមានអារម្មណ៍ចម្លែកដូចជាមានអ្វីមួយកំពុងគ្រប់គ្រងរាងកាយពួកគេមិនអាចញ៉ាំបាយហើយពួកគេគេងក៏មិនលក់ដែរហើយចេះតែសុបិនឃើញរូបភាពនិងការភ័យខ្លាចទោះបីជាមេឃជិតភ្លឺប៉ុន្តែអាប់ពណ៌ខ្មៅនៅតែគ្របដណ្ដប់ផ្ទះនោះជិតដដែលពួកគេនៅសេសសល់បានសម្រេចចិត្តរត់ចេញពីផ្ទះនឹងសារជាថ្មីម្ដងទៀតប៉ុនលើកនេះពួកគេរត់ដោយជោគជ័យប៉ុន្តែរត់ទៅដល់ផ្លូវធំមួយក៏ឃើញវិញ្ញាណស្ត្រីម្ចាស់ផ្ទះនោះឈរនៅក្បែរពួកគេនាងបាននិយាយយ៉ាងយឺតថាកូនអើយវិញ្ញាណនោះមិនដែលលែងអ្នកណាទេបើទោះជាកូនរត់ទៅដល់ទីណាក៏ដោយក៏ស្រមោលរបស់វាឈរនៅពីក្រោយខ្នងកូនជានិច្ចគ្រាន់តែនាងនិយាយចប់ពួកគេទាំង3នាក់ក៏ងាកមើលក្រោយនៅលើដីស្រមោលរបស់ពួកគេម្នាក់បែរជាមានក្បាល3ហើយដៃស្រមោលនោះកំពុងតែលូបមកទប់មាត់ពួកគេយ៉ាងណែនម្ដងទៀតវគ្គបញ្ចប់បណ្ដាសាដែលមិនអាចបំបែកបានពួកគេទាំង3នាក់រត់យ៉ាងលឿនចេញពីព្រៃនោះដោយមិនងាកមើលក្រោយប៉ុន្តែនៅពេលដែលពួកគេត្រឡប់ទៅដល់ផ្ទះពួកគេវិញបានដឹងថារូបស្រមោលដែលស្ត្រីម្ចាស់ផ្ទះនោះបន្លាចនោះមិនមែនគ្រាន់តែជារូបភាពប៉ុណ្ណោះទេវាជាការព្រមានវិញ្ញាណ
ដែលជាប់ជំពាក់នេះមិនមែនគ្រាន់តែតាមពូកែមកដល់ផ្ទះប៉ុណ្ណោះទេវាបានចូលមកក្នុងខ្លួនរបស់ពូកែម្នាក់បាត់ទៅហើយពូកែចាប់ផ្ដើមមានអារម្មណ៍ចម្លែកដូចជាមានអ្វីមួយកំពុងគ្រប់គ្រងរាងកាយពូកែមិនអាចគេងលក់ពូកែមិនអាចញ៉ាំបាយពូកែចេះតែនឹកឃើញរូបភាពលាប់បន្លាចនោះបណ្ដាសាផ្ទះបុរាណមិនអាចបំបែកបានឡើយវិញ្ញាណដែលជាប់ជំពាក់នោះនឹងទៅតាមបន្លាចពូកែចនិចរហូតដល់ពូកែនឹងស្លាប់សម្រាប់រឿងវិញ្ញាណជាប់ជំពាក់នៅក្នុងផ្ទះបុរាណគឺមានតែប៉ុណ្្នឹងចឹងសម្រាប់ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាបើសិនជាបានស្ដាប់រហូតដល់ចប់ហើយកុំភ្លេចជួយចុច like ជួយចុច subscribe និងជួយចុចរូបកណ្ដឹងទាំងអស់គ្នាដើម្បីទទួលបាននូវវីដេអូរឿងនិទានរន្ធត់បន្តទៀតសូមអរគុណប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នា